ចាខ្ញុំមាន3ចំណុចទី1ពាក់ព័ន្ធទៅនឹងបញ្ហាព្រំដែនថៃចាយោបល់របស់ខ្ញុំបន្ថែមគឺខ្ញុំសូមគាំទ្រនៅស្មារតីស្នេហាជាតិស្រឡាញ់ផលិតផលលើកស្ទួយផលិតផលរបស់ខ្មែរយើងចាទន្ទឹមនឹងយើងខំព្យាយាមម្ដងមួយដើម្បីថាតើយើងមានអ្វីដែលអាចជំនួសរបស់ថៃចាហើយក្នុងនាមខ្ញុំជាអ្នកសេដ្ឋកិច្ចគឺខ្ញុំគិតថាវាមិនងាយដោយដែលខ្ញុំនិយាយទេការធ្វើវាទាមទារពេលមួយប៉ុន្តែជាការរំពឹងទុករបស់ខ្ញុំគឺយើងធ្វើបានចាមានន័យថាអ្វីដែលនាំចូលពីថៃមកវាពីមុនមកដូចថាយើងវាអត់មានដោយសារយើងទើបចាប់សង្គ្រាមដល់យើងវាអត់មានប្រទេសគេមានតំណែងហ្នឹងវាងាយចូលមកដល់ស្រុកយើងចាវាងាយចូលមកដល់ស្រុកយើងដល់ចូលមកដល់ស្រុកយើងអ្នកប្រើប្រាស់រួមទាំងខ្ញុំរួមទាំងគេយើងស្គាល់តែរបស់គេចាហើយរបស់យើងដែលទៅសហគ្រិនយើងដែលទៅនឹងបង្កើតថ្មីហ្នឹងគឺដូចថាគ្នាពិបាកនឹងរកទីផ្សារអញ្ចឹងពេលនេះហើយតែជាឱកាសចាហើយគំនិតរបស់ខ្ញុំគឺមិនមានអ្វីក្រៅពីសូមឲ្យពង្រីកសក្តានុពលណាស្នាដៃរបស់សហគ្រិនខ្មែរយើងជាបន្តទៀតពង្រឹងការវិនិយោគជាពិសេសគឺផ្ដល់គុណតម្លៃទៅដល់សុវត្ថិភាពចំណីអាហារណាដើម្បីកុំឲ្យការប្រើប្រាស់ទៅមានការលំបាកចាអាហ្នឹងមួយចាហើយទី2ពាក់ព័ន្ធជាមួយនឹងពន្ធដែលសហរដ្ឋអាមេរិកគេតម្លើងនោះចាខ្ញុំគិតថាផលប៉ះពាល់នេះគឺមិនមែនតែខ្មែរយើងទេតែខ្ញុំបញ្ជាក់ជាថ្មីម្ដងទៀតថាខ្ញុំផ្ទាល់គឺខ្ញុំមានមោទនភាពដោយសារតួលេខដែលគេផ្ដល់ឬក៏គេកំណត់មកប្រទេសយើងនេះក៏វាទៀបជាងប្រទេសមួយចំនួនដែរក៏ប៉ុន្តែក៏មានគូប្រជែងរបស់យើងគេទៀបជាងយើងដែរហើយចំណុចនេះដែលយើងត្រូវយកចិត្តទុកដាក់ថាតើយើងត្រូវពង្រឹងខ្សែច្រវាក់ផលិតកម្មយើងដោយរបៀបម៉េចយើងត្រូវប្រើធាតុចូលរបស់ឧស្សាហកម្មយើងនឹងយើងត្រូវព្យាយាមតម្លើងភាគរយនៃធាតុចូលក្នុងស្រុកនឹងឲ្យបានច្រើនហើយដើម្បីបង្ហាញទៅបរទេសថានេះជាផលិតផលរបស់ខ្មែរពិតហើយពេលហ្នឹងខ្ញុំរំពឹងថាថ្ងៃក្រោយទៅកាលណាយើងមានសមត្ថភាពដំឡើងអ្វីទៅដែលហៅថាធាតុចូលដែលជារបស់ក្នុងស្រុកយើងកាន់តែច្រើននិងពន្ធគយដែលសហរដ្ឋអាមេរិកគេតម្លើងហ្នឹងនឹងធ្លាក់ចុះឯងចាអាហ្នឹងពាក់ព័ន្ធជាមួយនឹងពន្ធចាហើយពាក់ព័ន្ធជាមួយនឹងពលានយន្តហោះថ្មីដោយសារប្រទេសយើងមិនល្បីខាងបច្ចេកវិទ្យាអីណាទេបច្ចេកវិទ្យាគឺយើងនាំចូលពីគេមកយកមកប្រើទេប៉ុន្តែអ្វីដែលយើងមានចាអ្វីដែលយើងមានគឺធនធានធម្មជាតិរបស់យើងគឺកសិផលហើយនឹងជលផលរបស់ប្រទេសយើងពលានយន្តហោះគឺសំដៅទៅលើថាពលានយន្តហោះថ្មីគឺសំដៅទៅលើថាមានអ្នកមកញ៉ាំម្ហូបអាហារប្រទេសយើងច្រើនណាញ៉ាំ direct នៅក្នុងប្រទេសយើងក៏ដូចក្នុងយន្តហោះដែលគាត់ធ្វើដំណើរដែរព្រោះយើងត្រូវធ្វើម្ហូបខ្ចប់ឲ្យគេអញ្ចឹងយោបល់របស់ខ្ញុំគឺមានតែណាសូមឲ្យមានការពង្រឹងសុវត្ថិភាពចំណីអាហារណាដើម្បីឲ្យអ្នកហូបគេជឿជាក់លើអាហាររបស់ខ្មែរយើងការវិខ្ចប់ទៅតាម standard មួយដែលថាយើងអាចទទួលយកបានគ្រប់គ្នា